ជាដំបូងសូមគោរពជាសួរលោកគ្រូនិងសួស្តីមិត្តភក្តិអរគ្នានេះជាបាច់ឈ្មោះកនវ៉ាវ៉ាត់បកស្រាយអំពីមេរៀនទី2ប្រព័ន្ធសាច់ដុំអញ្ចឹងខ្ញុំស្ថិតនៅក្រុម2អញ្ចឹងចូលមកដល់ចំណុច1ប្រភេទផ្សេងនៃសាច់ដុំអញ្ចឹងក្នុងសាច់ដុំសារពាង្គកាយមនុស្សមានសាច់ដុំសរុបចំនួន600ដែលមាននីតិផ្សេងៗគ្នាអញ្ចឹងសារពាង្គកាយចែកសាច់ដុំហ្នឹងជា3ប្រភេទគឺសាច់ដុំជាប់ឆ្អឹងសាច់ដុំរលីងនិងសាច់ដុំបេះដូងទី1ហ្នឹងគឺសាច់ដុំជាប់ឆ្អឹងទី2សាច់ដុំបេះដូងនិងទី3សាច់ដុំរលីងអញ្ចឹង1.1សាច់ដុំជាប់ឆ្អឹងអញ្ចឹងសាច់ដុំជាប់ឆ្អឹងជាប្រភេទសាច់ដុំដែលបញ្ជាបានលក្ខណៈរបស់វាគឺកោសិកាវែងមានឆ្នោតហើយមានអាយុច្រើនតួនាទីរបស់វាគឺបញ្ជាខួរក្បាលរបស់មនុស្សអញ្ចឹងកោសិកាសាច់ដុំជាប់ឆ្អឹងហ្នឹងវាគឺជាកោសិកាវែងហើយឆ្នោតហើយវាមានអាយុច្រើនហើយតួនាទីរបស់វាគឺបញ្ជាខួរក្បាលរបស់មនុស្សហើយចូលមកដល់ចំណុច 1.2 គឺសាច់ដុំរលីងអញ្ចឹងសាច់ដុំរលីងហ្នឹងជាប្រភេទសាច់ដុំអឆន្ទៈដោយកោសិការបស់វាហ្នឹងគ្មានឆោតទេហើយមានឆ្នោតកោសិកាវាហ្នឹងគ្មានឆោតហើយតូចខ្លីមានណាយតែមួយប៉ុណ្ណោះចឹងមានថាអាសាច់ដុំរលីងហ្នឹងវាគ្មានឆ្នោតទេហើយកោសិការបស់វាហ្នឹងតូចខ្លីនឹងមានអាយុតែមួយគត់ប៉ុណ្ណោះហើយវាមានប្រតិកម្មយឺតមិនឆាប់នឿយហត់មន្ទីររបស់វាគឺត្រួតពិនិត្យសកម្មភាពផ្សេងឧទាហរណ៍យើងដើរយើងរត់ហ្នឹងដើររត់ហាត់ប្រាណអីហ្នឹងជាដើមអញ្ចឹងចូលមកចំណុចបន្តទៀតគឺចំណុច 1.3 ចឹង 1.3 ហ្នឹងគេនិយាយអំពីសាច់ដុំបេះដូងអញ្ចឹងសាច់ដុំបេះដូងជាប្រភេទសាច់ដុំដែលមានលក្ខណៈខ្លះដូចជាសាច់ដុំឆ្អឹងដោយសាច់ដុំមានកោសិកាវែងនិងឆ្នោតនិងលក្ខណៈខ្លះទៀតដូចសាច់ដុំរលីងដោយសាច់ដុំបេះដូងមានអាយុតែមួយទេតួនាទីរបស់វាគឺត្រួតពិនិត្យដោយសារប្រវត្តិមានថាវាមានលក្ខណៈខ្លះហ្នឹងស្តៀងនឹងសាច់ដុំរលីងដែរហើយវាមានអាយុតែមួយទេហើយតួនាទីរបស់វាហ្នឹងគឺត្រួតពិនិត្យដោយសារប្រវត្តិចឹងចូលមកដល់ចំណុច2គឺចលនានិងការកន្ត្រាក់របស់សាច់ដុំចឹងចូលមកដល់ចំណុច 2.1 គឺសាច់ដុំធ្វើជាគោចឹងសាច់ដុំធ្វើជាគោហ្នឹងគឺចេញជា3ទៀតគឺលើកដាក់ទប់និងទប់នឹងលើកដាក់ទប់នឹងទំនងមានថាយើងអត់ខ្លាំងវាលើកដាក់ហើយយើងទប់នឹងធម្មតាហើយលើកដាក់ហ្នឹងគឺសាច់ដុំរីកប៉ោងហើយទប់ហ្នឹងគឺរួមតូចលំនឹងហើយដុំធម្មតាហ្នឹងគឺវារក្សារូបរាងវានៅដដែលចឹងចូលមកចំណុច 2.2 តម្រូវការសាច់ដុំនៅពេលធ្វើចលនាចឹងនៅពេលសាច់ដុំកន្ត្រាក់ដើម្បីធ្វើចលនាវាត្រូវការថាមពលហើយថាមពលដែលវាត្រូវយកមកប្រើប្រាស់បានមកពីដង្ហើមកោសិកាអាមីដុងក្នុងបាយក្លូកូសខ្លាញ់និងប្រូតេអ៊ីនជាដើមចឹងចូលមកដល់ចំណុច3ជាចំណុចចុងក្រោយគឺដង្ហែរក្សាសាច់ចឹងការធ្វើលំហាត់ប្រាណទៀងទាត់រាល់ថ្ងៃហ្នឹងជួយឲ្យសាច់ដុំរបស់យើងហ្នឹងរឹងមាំរួញនិងធ្វើឲ្យទំហំកោសិការបស់សាច់ដុំយើងហ្នឹងឡើងធំចឹងមានន័យថាសាច់ដុំយើងរីកធំហ្នឹងមាឌរបស់យើងក៏រីកធំតាមនឹងដែរចឹងចូលមកចំណុចទៀតគឺការកម្ដៅសាច់ដុំចឹងការធ្វើលំហាត់ប្រាណដើម្បីកម្ដៅសាច់ដុំឲ្យកាន់តែមានភាពរហ័សរហួនជាងមុនចឹងផលប្រយោជន៍របស់វាគឺការធ្វើលំហាត់ប្រាណឬលេងកីឡាហ្នឹងជួយឲ្យរក្សារាងកាយរបស់យើងឲ្យមានរាងសមសួនល្អមានសុខភាពល្អនិងចុងក្រោយសូមអរគុណលោកគ្រូនិងមិត្តភក្តិអរគ្នាបានស្ដាប់ការបកស្រាយរបស់ខ្ញុំបាទសូមអរគុណ